របៀបសុំព្រះមេធរណីលក់ដីលក់ផ្ទះចាលក់ខុនដូចាលក់ផ្ទះល្វែងបើសិនជាបងប្អូនអត់មានដីអត់មានផ្ទះទេបងប្អូនអាចទៅសុំព្រះមេធរណីចាបានដោយស័ក្តិសិទ្ធិបំផុតចានាងខ្ញុំធ្វើរួចហើយជីវិតក្រោមសូន្យរហូតដល់ប៉ុណ្ណេះចាបងប្អូនអត់មានលេងសើចទេណាបងប្អូនណាចាទី1គឺបងប្អូនរកមេឃដែលស្រឡះអត់មានពពកបាំងថ្ងៃដូចក្នុងរូបនេះទេណាត្រូវតែស្រឡះបែបនេះចាទី2ពេលវេលាគឺសំខាន់បំផុតសម្រាប់ព្រះមេធរណីគឺចាប់ពីម៉ោងថ្ងៃរះអត់ចំណត់ម៉ោងប្រហែលទេឲ្យតែមានថ្ងៃរះឲ្យធូបបានទាំងអស់បើបងប្អូនចាចង់ធ្វើគឺរកថ្ងៃរះឲ្យល្អអញ្ចេះគឺអត់មានពពកបាំងទេចាហើយពីម៉ោងប្រហែលក៏បានដែររហូតដល់ម៉ោង12:00ហាម12សំបីតែលើស1នាទីចាពេលដែលធ្វើកិច្ចឲ្យធូបហ្នឹងបងប្អូនត្រូវតែមានមេឃស្រឡះចេះប៉ុន្តែនិយាយអញ្ចេះគឺសម្រាប់បងប្អូនសាសនាហិណ្ឌូសាសនាពុទ្ធអាចអុជធូបបានបងប្អូនអុជទៅណា36សរសៃ36សរសៃចាគឺ36សរសៃហាមទោះបីមានថ្ងៃរះហើយមេឃសតុំបែបនេះធ្វើអត់បានទេមិនបានសម្រេចទេខ្ញុំធ្លាប់ធ្វើអស់ហើយចាថ្ងៃរះល្អមែនប៉ុន្តែមេឃសតុំចេះគឺអត់បានទេតែបើដូចរូបមិញបានណាបងប្អូនណាស្ដាប់ឲ្យតន់36សរសៃអ្នកអុជធូបអត់បានមិនបាច់អុជទេចាអង្គុយលើដីផ្ទាល់ដីដែលបងប្អូនធ្វើកិច្ចនោះបានគឺបងប្អូនត្រូវតែមានដីដែលធំទូលាយចាប់ពី10ម៉ែត្រឡើងណាបើអត់មានដីទេបងប្អូនអាចទៅរកឆ្នេរទន្លេឆ្នេរសមុទ្រច្រាំងទន្លេច្រាំងស្ទឹងច្រាំងបឹងបួក៏ដូចជាចាច្រាំងក្បែរទឹកជ្រោះក៏បានដែរឲ្យតែមានដីធំទូលាយចាមានទឹកមិនបាច់មានទឹកក៏បានដែរឲ្យតែមានដីធំទូលាយចាទី2គឺបងប្អូនចាទី3គឺបងប្អូនត្រូវរកផ្កាកុលាបពណ៌ឈាមជ្រូកជាផ្កាដែលព្រះមេធរណីសពតិគឺផ្កាពណ៌ឈាមជ្រូកចាប់ពីមួយតងរយសន្លឹកបកសន្លឹកផ្កាកុលាបហ្នឹងនិងទី4គឺទឹកខ្វះអត់បានទឹកបងប្អូនអាចដួសទឹកពីបឹងហ្នឹងយកមកចាក់ក៏បានដែរណាចាក់លើដីអង្គុយលើដីផ្ទាល់អង្គុយដោះស្បែកជើងដោះស្រោមជើងអង្គុយអត់មានក្រាលអីទេដោតធូប36សរសៃបាននៅលើដីចាក់ទឹករោយផ្កាកុលាបទះដី3ដងតែដោយប្រើដៃស្ដាំអត់មានប្រើដៃឆ្វេងទេណាបងប្អូនណាហើយហាមនិយាយថាលក់ដូរនេះជាដំណំរបស់ព្រះមេធរណីចាមេឃសតុំដូចក្នុងវីដេអូនេះគឺអត់បានទេចាគឺបងប្អូនសុំដោះដូរព្រះធរណីព្រះមេពេលបងប្អូនទះដៃស្ដាំលើដីហ្នឹងចាគឺហៅព្រះមេធរណីនៅទីនេះទេព្រះមេធរណីនៅទីនេះទេព្រះមេធរណីនៅទីនេះទេគ្រប់3ដងឆ្លើយខ្លួនឯងនៅយើងជាព្រះមេធរណីយើងនៅទីនេះកូនមានកិច្ចអ្វីឬកូនមានការអ្វីឬណែខ្ញុំម្ចាស់ត្រូវអយុត្តិធម៌ណាគេយកដីយកអីអស់ហើយខ្ញុំម្ចាស់មកសុំចាបើដីដែលគេយកទៅនោះជាដីរបស់ខ្ញុំម្ចាស់ខ្ញុំម្ចាស់សុំមកវិញតែបើមិនមែនទេសូមព្រះមេធរណីរករបស់ខ្ញុំដែលល្អជាងរបស់ដែលគេយករបស់ខ្ញុំហ្នឹងគុណ1លានដងណែនិយាយចឹងណាចាបងប្អូនមិនមែនជារឿងលេងសើចទេខ្ញុំធ្វើបានសម្រេចហើយខ្ញុំអត់មានដីអត់មានផ្ទះអីទេជីវិតអាសត្វអណ្ដែតណាស់ណាហើយបើបងប្អូនចង់ដោះដូរមានដីមានផ្ទះល្វែងមានខុនដូហើយដោះដូរអត់ចេញផ្ទះតែដៃស្ដាំលើដី3ដងហៅចឹងដូចគ្នាតែមិនបាច់អុជធូបក៏បានដែរបើសិនជាបងប្អូនអុជអត់បានណាចាហើយយើងឆ្លើយយើងជម្រាបថាឥឡូវនេះក្បាលដីខ្ញុំម្ចាស់ក្បាលប៉ុណ្ណេះក្បាលឧទាហរណ៍ក្បាល50ក្បាល30ក្បាល20នៅភូមិនេះចាតតឹងប្រមាណក្បាលប្រមាណបដោយប្រមាណសិននៅភូមិនេះភូមិនោះសូមបញ្ជាក់មិនបាច់ទៅដល់កន្លែងដីទេណាសូម្បីតែបងប្អូននៅដោយនាងខ្ញុំជម្រាបជូនចឹងនៅលើដីអ្នកដតីក៏ដោយក៏អាចអុជធូបបានដែរចាបើបងប្អូនអ្នកជាម្ចាស់ដីកុំភ័យពេលកន្លែងណាគេអុជធូបហ្នឹងគឺកន្លែងហ្នឹងហើយគឺពមេធរណីក្រៅបងប្អូននឹងចម្រុងចម្រើនចាណាហើយបងប្អូនទីនេះគឺនាងខ្ញុំសូមជម្រាបជូនតែម្ដងនៅថ្ងៃនេះគឺហាមលោភលន់បងប្អូនព្រះមេធរណីអត់មិនទាន់កើតទេទៅតាមសពេបុណ្យដែលបងប្អូនបានធ្វើបុណ្យចាណាបងប្អូនទៅសំបុណ្យសំកុសលបោះវត្តអារាមបោះព្រះវិហារចាដើម្បីសន្សំបុណ្យចាពេលបោះហ្នឹងប្រាប់មេធរណីផងខ្ញុំម្ចាស់បានធ្វើហើយកន្លែងដីដែលបងប្អូនត្រូវការដោះដូរហ្នឹងត្រូវតែធ្វើស្មៅឲ្យស្អាតកន្លែងបងប្អូនធ្វើកិច្ចពិធីសុំមេធរណីត្រូវតែយកដៃហ្នឹងវាចាប្រមូលសម្រាមចេញពីចាកន្លែងបងប្អូនអង្គុយបរិវេណ1.4 ម៉ែត្រជ្រុង2.4 ម៉ែត្រជ្រុងអីតាមចិត្តហើយបងប្អូនអង្គុយលើដីផ្ទាល់ណាអង្គុយលើដីផ្ទាល់ហាមក្រាលអីទាំងអស់
ហើយបងប្អូនសុំបើសិនជាបងប្អូនធ្វើបានសម្រេចហើយបងប្អូនសន្យាផងណាថាខ្ញុំម្ចាស់នឹងធ្វើអីថ្វាយព្រះមេធរណីហើយបើសន្យាហើយត្រូវតែធ្វើឲ្យបើមិនចឹងព្រះមេធរណីទៅវិញសំបីតែខោអត់មានស្លៀកផងបងប្អូនអត់និយាយលេងទេណាដូចខ្ញុំចឹងខ្ញុំធ្វើប៉ុនណាព្រោះខ្ញុំសុំព្រះមេធរណីហើយបើបងប្អូនថាអត់មានពេលធ្វើប៉ុនទេមិនដឹងថាធ្វើប៉ុនស្អីកើតអញ្ចឹងវេបច្ច័យមកខាងនេះនាងខ្ញុំធ្វើប៉ុនគ្រប់ច្រកនៅឥឡូវនេះព្រះវិហារនៅភ្នំហប់ខេត្តសៀមរាបដែលកសាងព្រះវិហារ5ឆ្នាំហើយអត់ទាន់បានរួចរាល់ទេឥឡូវព្រះសង្ឃខលមកឆាតមករហូតនឹងសូមឲ្យខ្ញុំរៀបរាប់ជម្រាបបងប្អូនឥឡូវបងប្អូនបើសិនជាបងប្អូនដោះដូរពធរណីបានសម្រេចចាអត់មានលោភលន់បញ្ញាប់ទេណាអត់បញ្ញាប់ទេតាមដំណើរហើយប្រឹងតែធ្វើប៉ុនទៅដូចខ្ញុំប្រាប់ចឹងប្រឹងតែសន្សំប៉ុនទៅបោះពហិបោះវត្តបើអត់មានលុយធ្វើប៉ុនទេចាហ្នឹងក៏បានប៉ុនដែរចាធ្វើល្អជាមួយអ្នកចិត្តខាងនិយាយសម្ដីល្អគិតល្អបងប្អូននឹងបានសម្រេចហើយបើបានសម្រេចហើយវេបច្ច័យមកខាងនេះធ្វើបន់គ្រប់ច្រកពេទ្យកុមារចាកុមារកំព្រាវិរៈកងទ័ពចាជនភៀសសឹកវត្តអារាមកសាងខ្ញុំចូលទៅគ្រប់ទិសទាំងអស់បងប្អូនបើថាមិនដឹងធ្វើបន់អីទេណាខ្ញុំវេទៅជូនអ្នកមេណាឲ្យប្រម៉ែធរណីជួយដឹងឮណាពេលខ្ញុំដោះដូរបានអញ្ចេះក៏បានដែរព្រោះកន្លែងខាងនេះគឺស្ដេចធ្វើបន់នេះចាសូមអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយអញ្ចឹងវីដេអូនេះជម្រាបជូនបងប្អូនប៉ុណ្ណេះណាចាអរគុណបាយបាយ